នៅក្នុងពិភពនយោបាយអន្តរជាតិដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនិងពោពេញដោយការប្រកួតប្រជែងរវាងមហាអំណាចមានបុគ្គលម្នាក់ដែលតែងតែបង្ហាញវត្តមាននៅលើឆាកការទូតពិភពលោកជាមួយភាពស្ងៀមស្ងាត់ក៏ប៉ុន្តែពោពេញដោយឥទ្ធិពលបុគ្គលនោះគឺលោកវ៉ាងយីអ្នកការទូតជាន់ខ្ពស់ម្នាក់ដែលត្រូវបានគេចាត់ទុកថាជាស្ថាបត្យករដ៏សំខាន់មួយរូបនៃគោលនយោបាយការបរទេសរបស់ប្រទេសចិនសម័យទំនើបលោកវ៉ាងយីគឺជាអ្នកការទូតជាន់ខ្ពស់និងជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ចិនលោកបម្រើការជាសមាជិកការិយាល័យនយោបាយនៃបកកុម្មុយនីសចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាមួយគ្នានេះលោកវ៉ាងយីក៏ជាកូនប្រសាររបស់លោកឈៀនជីតុងដែលជាអតីតលេខាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីជូអិនឡាយនិងជាអ្នកការទូតជាន់ខ្ពស់ត្រង់ចំណុចនេះទើបលោកត្រូវបានគេមើលឃើញថាជាផ្នែកមួយដែលជួយសម្រួលដល់ផ្លូវនៃការងារការទូតរបស់លោកបានយ៉ាងល្អសប្តាហ៍ថ្ងៃនេះលោកវ៉ាងយីត្រូវបានគេស្គាល់ជាសាធារណៈថាជាបុគ្គលដែលមានទំនាក់ទំនងស្នេហានិងគ្រួសាររឹងមាំដោយមិនមានលេចឮពាក្យចចាមអារ៉ាមឬរឿងអាស្រូវស្នេហាដោយមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនឡើយលោកបានរៀបការជាមួយអ្នកស្រីគៀនវៃតាំងពីសម័យលោកនៅវ័យក្មេងៗហើយអ្នកទាំងពីរនៅតែបន្តរួមរស់ជាមួយគ្នាយ៉ាងស្អិតរមួតរហូតដល់ពេលបច្ចុប្បន្ននេះសម្រាប់ឆាកនយោបាយចិនដែលមានការប្រកួតប្រជែងខ្លាំងរឿងអាស្រូវផ្លូវភេទគឺជាអាវុធដ៏គ្រោះថ្នាក់បំផុតក្នុងការវាយប្រហារគូប្រជែងដូចយ៉ាងករណីមន្ត្រីមួយចំនួនដែលត្រូវបានដកតំណែងដោយសារមានស្រីកំណាន់ក៏ប៉ុន្តែសម្រាប់លោកវ៉ាងយីវិញមិនដែលមានលេចឮព័ត៌មានឬពាក្យចចាមអារ៉ាមអំពីភាពមិនស្មោះត្រង់ឬទំនាក់ទំនងក្រៅផ្លូវការណាមួយឡើយដែលនេះគឺជាកត្តាមួយដែលធ្វើឲ្យតំណែងរបស់លោកកាន់តែរឹងមាំលោកវ៉ាងយីកើតនៅថ្ងៃទី19ខែតុលាឆ្នាំ1953នៅទីក្រុងប៉េកាំងប្រទេសចិនក្នុងគ្រួសារសាមញ្ញមួយដែលមិនមែនជាកូនចៅរបស់អ្នកដឹកនាំកំពូលចិននោះទេជីវិតកុមារភាពរបស់លោកមិនសូវត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាយដោយប្រវត្តិការងាររបស់លោកនោះទេក៏ប៉ុន្តែមានចំណុចសំខាន់មួយចំនួនដែលបង្ហាញអំពីការតស៊ូរបស់លោកក្នុងសម័យបដិវត្តន៍វប្បធម៌ចិនបន្ទាប់ពីការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅអាយុ16ឆ្នាំនៅខែកញ្ញាឆ្នាំ1969កាលនោះលោកវ៉ាងយីត្រូវបានបញ្ជូនទៅខេត្តហៃឡង់ភាគឦសាននៃប្រទេសចិនលោកបានបម្រើការងារក្នុងការដ្ឋានសំណង់មួយកន្លែងនិងផលិតកម្មអស់រយៈពេល8ឆ្នាំដោយលោកត្រូវធ្វើការងារធ្ងន់ធ្ងរក្នុងកសិដ្ឋាននិងសំណង់នានាក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងប៉ុន្តែបើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយក៏លោកវ៉ាងយីនៅតែឆ្លៀតពេលទំនេរពីការងារដើម្បីសិក្សាអក្សរសាស្ត្រនិងប្រវត្តិសាស្ត្ររបស់ខ្លួនឯងមិត្តរួមជំនាន់របស់លោកបាននិយាយថាលោកជាមនុស្សខិតខំប្រឹងប្រែងខ្លាំងណាស់និងមានគំនិតទូលំទូលាយបន្ទាប់ពីបដិវត្តន៍វប្បធម៌ចិនត្រូវបានបិទបញ្ចប់លោកបានប្រឡងចូលរៀននៅវិទ្យាស្ថានភាសាបរទេសនៅទីក្រុងប៉េកាំងក្នុងឆ្នាំ1977ដោយកាលនោះលោកបានសម្រេចជ្រើសរើសសិក្សាជំនាញភាសាជប៉ុននៅ Department ភាសាអាស៊ីនិងអាហ្វ្រិកលោកបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ1982ដោយសារការសិក្សាជំនាញនេះហើយទើបលោកចេះនិយាយភាសាជប៉ុនបានយ៉ាងស្ទាត់ជំនាញនិងធ្លាប់បំពេញការងារជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូទៀតផងទន្ទឹមនឹងការបំពេញការងារលោកបានបន្តការសិក្សានិងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពិភពលោកពីសាកលវិទ្យាល័យក្នុងឆ្នាំ1998ក្នុងចន្លោះខែសីហាឆ្នាំ1997ដល់ខែកុម្ភៈឆ្នាំ1998លោកធ្លាប់បានទៅសិក្សានិងធ្វើការស្រាវជ្រាវក្នុងនាមជាអ្នកប្រាស្រ័យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកការដែលលោកមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកភាសាសេដ្ឋកិច្ចនិងធ្លាប់មានបទពិសោធន៍សិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកផ្ទាល់បានធ្វើឲ្យលោកមានសមត្ថភាពខ្ពស់យល់ដឹងច្បាស់អំពីភូមិសាស្ត្រនយោបាយនិងមានភាពមុតស្រួចក្នុងកិច្ចការការទូតអន្តរជាតិដោយមិនបង្អង់បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ1982លោកវ៉ាងយីបានបោះជំហានចូលទៅក្នុងវិស័យការទូតភ្លាមៗដោយចាប់ផ្ដើមបម្រើការងារនៅក្រសួងការបរទេសចិនអាជីពការទូតរបស់លោកបានរីកចម្រើនជាលំដាប់
ពីមន្ត្រីធម្មតារហូតដល់ក្លាយជាអ្នកការទូតកំពូលប្រចាំប្រទេសនៅក្នុងអំឡុងឆ្នាំ1982ដល់ឆ្នាំ2001ដោយសារតែលោកមានជំនាញភាសាជប៉ុនលោកបានចាប់ផ្ដើមការងារនៅស្ថាប័នធុរកិច្ចកិច្ចការអាស៊ីនៃក្រសួងការបរទេសនៅចន្លោះឆ្នាំ1989ដល់ឆ្នាំ1994លោកត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅស្ថានទូតចិនប្រចាំទីក្រុងតូក្យូប្រទេសជប៉ុនក្នុងឋានៈជាទីប្រឹក្សាស្ថានទូតបន្ទាប់ពីត្រឡប់មកវិញលោកបានឡើងជាប្រធានកិច្ចការអាស៊ីនៅឆ្នាំ2001លោកបានឡើងកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសដែលកាលនោះលោកគឺជាអនុរដ្ឋមន្ត្រីវ័យក្មេងជាងគេបង្អស់ក្នុងតួនាទីនេះលោកមានភាពលេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិដោយបានដើរតួជាប្រធានគណៈប្រតិភូចិនក្នុងការចរចា6ភាគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនៅចន្លោះឆ្នាំ2004ដល់ឆ្នាំ2007នៅពេលដែលទំនាក់ទំនងរវាងចិននិងជប៉ុនធ្លាក់ក្នុងភាពតានតឹងរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់តាំងលោកឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងតូក្យូដោយសារលោកជាអ្នកយល់ដឹងស៊ីជម្រៅពីប្រទេសជប៉ុនដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងស្ដារទំនាក់ទំនងល្អឡើងវិញនៅក្នុងឆ្នាំ2008ដល់ឆ្នាំ2013មុនពេលក្លាយជារដ្ឋមន្ត្រីការបរទេសចិនដ៏មានឥទ្ធិពលលោកវ៉ាងយីត្រូវបានចាត់តាំងឲ្យកាន់តំណែងដ៏ធំមួយទៀតគឺប្រធានការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋដោយលោកទទួលបន្ទុកគ្រប់គ្រងទំនាក់ទំនងច្រកសមុទ្ររវាងចិនដីគោកនិងតៃវ៉ាន់ដែលតម្រូវឲ្យមានយុទ្ធសាស្ត្រនយោបាយខ្ពស់ចាប់ពីឆ្នាំ2013មកលោកបានក្លាយជារដ្ឋមន្ត្រីការបរទេសនិងបន្តកាន់តំណែងកំពូលក្នុងបកកុម្មុយនីសចិននៅពេលបច្ចុប្បន្នដំណាក់កាលនេះលោកគឺជាបុគ្គលស្នូលក្នុងការអនុវត្តទស្សនវិស័យគោលនយោបាយការបរទេសរបស់ប្រធានាធិបតីស៊ីជីនពីងនិងដឹកនាំយុទ្ធសាស្ត្រការទូតរបស់ចិនក្នុងការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកនិងការពង្រីកឥទ្ធិពលរបស់ចិននៅទូទាំងពិភពលោកជារួមបទពិសោធន៍ជាង40ឆ្នាំក្នុងការដោះស្រាយបញ្ហាតំបន់អាស៊ីវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងបញ្ហាតៃវ៉ាន់និងទំនាក់ទំនងជាមួយប្រទេសជប៉ុនបានជំរុញឲ្យលោកវ៉ាងយីក្លាយជាអ្នកយុទ្ធសាស្ត្រការទូតដ៏ឆ្នើមនិងរឹងមាំបំផុតមួយរូបរបស់ចិននាសម័យកាលទំនើបនេះនៅចុងឆ្នាំ2022លោកវ៉ាងយីបានបញ្ចប់អាណត្តិជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួនដោយបានប្រគល់តំណែងនេះទៅឲ្យលោកឈៀនកាងធ្វើជំនួសដោយលោកត្រូវឡើងទៅកាន់តំណែងខ្ពស់ជាងនេះនៅក្នុងបកក៏ប៉ុន្តែដោយសារតែលោកឈៀនកាងត្រូវបានដកចេញពីតំណែងយ៉ាងតក់ក្រហល់កាលពីពាក់កណ្ដាលឆ្នាំ2023ម្ល៉េះហើយរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវការអ្នកការទូតដែលមានបទពិសោធន៍ចាស់វស្សាបំផុតដើម្បីកាត់ចង្កូតក្រសួងការបរទេសចិនជាបន្ទាន់ឡើងវិញកុំឲ្យមានភាពរង្គោះរង្គើហេតុនេះហើយទើបលោកវ៉ាងយីត្រូវបានគេតែងតាំងឲ្យកាន់តំណែងនេះជាលើកទី2ដែលជាករណីដ៏កម្របំផុតក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ចិនចំពោះមូលហេតុពិតប្រាកដនៅពីក្រោយការដកតំណែងលោកឈៀនកាងយ៉ាងតក់ក្រហល់កាលពីខែកក្កដាឆ្នាំ2023គឺជាអាចកំបាំងនយោបាយដ៏ធំបំផុតមួយរបស់ប្រទេសចិនរហូតមកដល់បច្ចុប្បន្ននេះរដ្ឋាភិបាលទីក្រុងប៉េកាំងមិនដែលចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីបញ្ជាក់អំពីមូលហេតុលម្អិតនៃការទម្លាក់លោកឈៀនកាងចេញពីតំណែងនោះទេដំបូងឡើយនៅពេលលោកចាប់ផ្ដើមបាត់មុខជាសាធារណៈក្រសួងការបរទេសចិនបានអះអាងថាគឺដោយសារបញ្ហាសុខភាពក៏ប៉ុន្តែក្រោយមកស្ថាប័ននេះក៏លែងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងលោកតែម្ដងយ៉ាងណាក៏ដោយយោងតាមប្រភពព័ត៌មានអន្តរជាតិធំៗដូចជា The Wall Street Journal ព្រមទាំងរបាយការណ៍ចារកម្មនិងអ្នកវិភាគភូមិសាស្ត្រនយោបាយមានកត្តាមួយចំនួនដែលត្រូវបានគេទម្លាយចេញនិងជឿជាក់ថាជាដើមចមនៃមូលហេតុពិតប្រាកដក៏ប៉ុន្តែបញ្ហាចម្បងគឺពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាលួចលាក់របស់លោកឈៀនកាងត្រូវបានគេនិយាយថាមានទំនាក់ទំនងស្នេហាលួចលាក់ក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីហ៊ូស៊ីវធានដែលជាពិធីការនីទូរទស្សន៍ដ៏ល្បីល្បាញមួយរូបរបស់ចិនទំនាក់ទំនងនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងកាលពីលោកនៅបំពេញការងារជាឯកអគ្គរដ្ឋទូតចិនប្រចាំទឹកដីសហរដ្ឋអាមេរិកហើយអ្វីដែលធ្វើឲ្យរឿងអាស្រូវស្នេហានេះ
คลายទៅជាបញ្ហាធំសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំងគឺដោយសារតែអ្នកស្រីហ៊ូស៊ីវធានបានសម្រាលកូនប្រុសម្នាក់នៅលើទឹកដីសហរដ្ឋអាមេរិកដែលធ្វើឲ្យកូនប្រុសនោះទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិសម្រាប់មន្ត្រីកម្ពុជាផ្នែកការទូតរបស់ចិនការមានកូនដែលជាពលរដ្ឋអាមេរិកត្រូវបានបកកុម្មុយនីសចិនចាត់ទុកថាជាហានិភ័យសន្តិសុខជាតិនិងចន្លោះប្រហោងនៃការស៊ើបការសម្ងាត់ដ៏គ្រោះថ្នាក់បំផុតហើយវានាំឲ្យមានការសង្ស័យលើភាពមិនស្មោះត្រង់របស់លោកចំពោះជាតិមាតុភូមិជាពិសេសក្នុងកលៈទេសៈដែលចិននិងអាមេរិកកំពុងមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដ៏តានតឹងនៅក្នុងប្រព័ន្ធនយោបាយរបស់បកកុម្មុយនីសចិនការមានសហាយស្មន់ត្រូវបានគេចាត់ទុកថាជាការរំលោភបំពានរបៀបរៀបរយជីវិតរស់នៅយ៉ាងធ្ងន់ធ្ងរបំផុតរបាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងរបស់បកកុម្មុយនីសចិនបានឲ្យដឹងថាមានការរកឃើញកំហុសខុសឆ្គងនេះហើយមន្ត្រីជាន់ខ្ពស់ចិនត្រូវបានជម្រាបជូនពីមូលហេតុនេះមុនពេលទម្លាក់លោកពីតំណែងខុសពីលោកវ៉ាងយីត្រូវបានគេចាត់ទុកថាជាសុភាពបុរសពិតប្រាកដស្មោះត្រង់នៅក្នុងរឿងស្នេហានៅក្នុងបរិបទដែលពិភពលោកកំពុងមានភាពតានតឹងដូចជាសង្គ្រាមនៅអ៊ុយក្រែនបញ្ហានៅមជ្ឈិមបូព៌ាបញ្ហាសមុទ្រចិនខាងត្បូងនិងជាពិសេសការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកម្ល៉េះហើយចិនពិតជាត្រូវការអ្នកការទូតដែលមានភាពចាស់ទុំនិងស្អាតស្អំជាទីបំផុតលោកវ៉ាងយីដែលមានបទពិសោធន៍ជាង40ឆ្នាំយល់ដឹងច្បាស់អំពីចរិតលក្ខណៈអ្នកដឹកនាំបរទេសមានបណ្ដាញទំនាក់ទំនងទូលំទូលាយនិងមានភាពបត់បែនខ្ពស់ក្នុងការចរចាជាមួយប្រទេសមហាអំណាចលោកខាងលិចការដែលលោកវ៉ាងយីក្លាយជារដ្ឋមន្ត្រីការបរទេសចិនដែលកាន់តំណែងយូរជាងគេមួយរូបក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើបនេះគឺមិនមែនជារឿងចៃដន្យនោះទេការរក្សាបាននូវតំណែងនិងអំណាចដ៏រឹងមាំនេះគឺដោយសារកត្តាភូមិសាស្ត្រនយោបាយនិងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកវ៉ាងយីត្រូវបានគេមើលឃើញថាជាមនុស្សចំណិតនិងជាអ្នកស្មោះស្ម័គ្របំផុតក្នុងការអនុវត្តទស្សនវិស័យការទូតជាមួយប្រទេសមហាអំណាចរបស់លោកស៊ីជីនពីងលោកតែងតែបង្ហាញភាពស្មោះត្រង់ដាច់ខាតចំពោះបកនិងជាអ្នកការពារយ៉ាងរឹងមាំនៅផលប្រយោជន៍ស្នូលរបស់ចិននៅលើឆាកអន្តរជាតិដែលចំណុចនេះធ្វើឲ្យលោកទទួលបានទំនុកចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្នលោកវ៉ាងយីកាន់តំណែងកម្ពុជាទាំងពីរក្នុងពេលតែមួយគឺប្រធានគណៈកម្មការកិច្ចការបរទេសនៃបកកុម្មុយនីសចិនដែលជាតំណែងបកនិងជារដ្ឋមន្ត្រីការបរទេសដែលជាតំណែងរដ្ឋាភិបាលការក្តោបក្តាប់តំណែងទាំងពីរនេះនៅក្នុងដៃក្នុងពេលតែមួយធ្វើឲ្យការសម្រេចចិត្តខាងគោលនយោបាយការបរទេសរបស់ចិនមានភាពឯកភាពគ្នាប្រមូលផ្ដុំអំណាចបានល្អនិងអាចប្រតិកម្មតបទៅនឹងបញ្ហាអន្តរជាតិបានរហ័សបើទោះបីជាលោកមានប្រវត្តិជំនាញការទូតទន់ភ្លន់និងស្ងប់ស្ងាត់កាលពីដើមអាជីពជាពិសេសពេលនៅប្រទេសជប៉ុនក៏ដោយតែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានកែប្រែស្ទីលដឹកនាំរបស់លោកទៅជាអ្នកតំណាងឲ្យការទូតសកម្មនិងរឹងមាំលោកមិនញញើតក្នុងការវិបកដោយពាក្យសម្ដីខ្លាំងៗទៅកាន់សហរដ្ឋអាមេរិកឬសម្ព័ន្ធលោកខាងលិចឡើយដើម្បីការពារមុខមាត់ប្រទេសចិនដែលនេះគឺជាអ្វីដែលមេដឹកនាំទីក្រុងប៉េកាំងនិងប្រជាជនចិនចង់បានតាក់ទងនឹងការអភិវឌ្ឍនៃនយោបាយការបរទេសរបស់ចិនក្រោមការដឹកនាំរបស់លោកវ៉ាងយីមានរឿងរ៉ាវភូមិសាស្ត្រនយោបាយនិងយុទ្ធសាស្ត្រយោធាដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតដែលកំពុងជះឥទ្ធិពលផ្ទាល់ដល់តំបន់អាស៊ីអាគ្នេយ៍យើងក្រៅពីបញ្ហាតៃវ៉ាន់អាស៊ីអាគ្នេយ៍គឺជាទីលានប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ក្តៅគគុកមួយរវាងចិននិងសហរដ្ឋអាមេរិកលោកវ៉ាងយីតែងតែប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនិងយោធាដើម្បីទាក់ទាញប្រទេសក្នុងតំបន់អាស៊ានដោយបន្តរក្សាជំហរអព្យាក្រឹតឬងាកមកជិតទីក្រុងប៉េកាំងជាជាងផ្អៀងទៅរកទីក្រុង Washington ស្របពេលដែលចិនកំពុងពង្រីកឥទ្ធិពលការទូតរបស់ខ្លួននៅក្នុងតំបន់កិច្ចសហប្រតិបត្តិការផ្នែកយោធាក៏ត្រូវបានពង្រឹងយ៉ាងខ្លាំងផងដែរក្នុងបរិបទនយោបាយការបរទេសសម័យថ្មីនេះចិនមិនត្រឹមតែប្រើប្រាស់ការទូតតាមបែបប្រពៃណីប៉ុណ្ណោះទេតែពួកគេក៏កំពុងជំរុញយ៉ាងខ្លាំងលើការពង្រីកឥទ្ធិពលលើបច្ចេកវិទ្យាយោធាទំនើបដូចជាប្រព័ន្ធរ៉ាដាបច្ចេកវិទ្យាប្រឆាំងដ្រូននិងសង្គ្រាមអេឡិចត្រូនិកមកកាន់បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយគ្នានេះលោកវ៉ាងយីប្រកាន់យកជំហរយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្វីដែលចិនចាត់ទុកជាផលប្រយោជន៍ស្នូលដូចជាបញ្ហាតៃវ៉ាន់ស៊ីនជៀងហុងកុងនិងអធិបតេយ្យភាពទឹកដី
រួមទាំងសមុទ្រចិនខាងត្បូងទស្សនៈរបស់លោកគឺគ្មានការចរចាឬការចោះញោមចំពោះសម្ពាធបរទេសណាមួយឡើយក្នុងបញ្ហាទាំងនេះនេះជាចំណុចដែលជំរុញឲ្យលោកជារឿយៗប្រើប្រាស់វោហារសាស្ត្រការទូតសកម្មនិងក្តៅគគុកដើម្បីវាយបកភ្លាមៗចំពោះការជ្រៀតជ្រែកពីខាងក្រៅទស្សនៈដ៏លេចធ្លោបំផុតមួយរបស់លោកវ៉ាងយីគឺការប្រឆាំងដាច់ខាតចំពោះអនុត្តរភាពដោយសម្ដៅដោយប្រយោលទៅលើសហរដ្ឋអាមេរិកលោកតែងតែរិះគន់ការបង្កើតសម្ព័ន្ធភាពយោធាតូចៗដោយចាត់ទុកថាជាយុទ្ធសាស្ត្រសង្គ្រាមត្រជាក់ដែលបង្កអស្ថិរភាពដល់សន្តិសុខតំបន់លោកជឿជាក់លើការកសាងពិភពលោកពហុពលដែលប្រទេសកំពុងអភិវឌ្ឍមានសម្លេងស្មើគ្នាមិនមែនត្រូវគ្រប់គ្រងដោយមហាអំណាចតែមួយនោះទេនៅក្នុងកិច្ចការតំបន់លោកតែងតែជំរុញទស្សនៈស្វ័យភាពយុទ្ធសាស្ត្រសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លោកតែងតែប្រាប់ប្រទេសជិតខាងថាជោគវាសនារបស់អាស៊ីត្រូវតែកំណត់ដោយប្រជាជាតិអាស៊ីខ្លួនឯងហើយគួរជៀសវាងការក្លាយជាកូនអុកនៃល្បែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចក្រៅតំបន់គួរបញ្ជាក់ថាទស្សនៈនេះត្រូវបានលោកវ៉ាងយីយកមកប្រើប្រាស់យ៉ាងសកម្មនៅក្នុងវត្ថុបំណងដើម្បីទាក់ទាញបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យរក្សាតុល្យភាពយោធានិងនយោបាយរបស់ខ្លួនឲ្យឃ្លាតចេញពីការគៀបសង្កត់របស់បច្ចឹមប្រទេសអ្វីដែលពិសេសនោះគឺលោកវ៉ាងយីបានដើរតួជាអ្នកនាំសារដ៏សំខាន់ក្នុងយុទ្ធនាការផ្សព្វផ្សាយគំនិតផ្ដួចផ្ដើមសន្តិសុខសកលរបស់ទីក្រុងប៉េកាំងទស្សនៈរបស់លោកគឺសន្តិសុខមិនអាចទទួលបានតាមរយៈការគៀបសង្កត់យោធាឬការដាក់ទណ្ឌកម្មនោះទេក៏ប៉ុន្តែគឺតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកនិងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនេះជាមូលហេតុដែលសាធារណរដ្ឋប្រជាមានិតចិនតែងតែផ្ដោតលើការពង្រីកពាណិជ្ជកម្មនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាស្ពានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខជាមួយបទពិសោធន៍ជាង4ទសវត្សរ៍លោកវ៉ាងយីមិនត្រឹមតែជាអ្នកការទូតធម្មតាទេក៏ប៉ុន្តែជាអ្នកយុទ្ធសាស្ត្រដែលកំពុងកំណត់ទិសដៅនយោបាយការបរទេសរបស់មហាអំណាចចិននៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងរូបលោកនៅតែជាតួអង្គស្នូលម្នាក់ដែលពិភពលោកត្រូវតែតាមដានសរុបមកលោកវ៉ាងយីមិនមែនគ្រាន់តែជាអ្នកការទូតទេលោកគឺជាមនុស្សម្នាក់ដែលកំពុងជួយកំណត់អនាគតតុល្យភាពមហាអំណាចរបស់ពិភពលោក